ដូចចាស់ចាស់ថាមេភ្លៀងហើយគឺថាស្រួយមេឆ្លាស់ល្អណាស់បងប្អូនហើយកណឹកឃើញឃ្លានបបរគ្រឿងបងប្អូនក៏ប្រាប់ដីទៅទិញមន់ខ្មែរគេបានមួយបងប្អូនយកមកបបរហូបហើយថ្ងៃហ្នឹងគឺថាបបរមួយឆ្នាំងធំបងប្អូនអើយគឺថាឆ្ងាញ់មែនតើបបរគ្រឿងថ្ងៃនេះគឺថាបបរគ្រឿងយើងហូបពេលមេភ្លៀងមេត្រជាក់អញ្ចេះគឺថាឆ្ងាញ់ត្រូវគ្នាណាបងប្អូនហើយនេះអង្គរបស់យើងគ្រឿងក្រៅរបស់យើងឯមន់ខ្ញុំដាក់តែមួយជាហៀងទេមួយជាហៀងទៀតទុកស្លល្ងាចឥឡូវយើងធ្វើការត្រាំសិតសិនបងប្អូនត្រាំសិតខ្មៅត្រាំពគាយហឺគឺគ្រឿងបបរនេះមានតិចតួចដែរទេខ្ញុំអត់សូវដាក់ច្រើនដោយសាររកគ្រឿងមិនបានគឺមានប៉ុន្មានធ្វើប៉ុណ្ណឹងបងប្អូនដែលមិនចេះធ្វើអាចមើលតាមវីដេអូរបស់ខ្ញុំនេះហើយយកទៅធ្វើបែបលក្ខណៈគ្រួសាររបស់យើងហូបបានបងប្អូនមិនបាច់ចាំទិញគេទេហើយបបរថ្ងៃនេះគឺខ្ញុំដាក់ការ៉ុតចំនួនតែមួយកណាត់ទេបងប្អូនមួយកណាត់ទៀតទុកដោយសារខ្ញុំអត់ដាក់ច្រើនកូនខ្ញុំអត់សូវចូលចិត្តបន្លែការ៉ុតប្រហែលទេអញ្ចឹងគ្រាន់តែខ្ញុំដាក់លាយឡំយករសជាតិអីចឹងណាបងប្អូនហើយវិធីបបររបស់ខ្ញុំនេះបើសិនជាខុសបងប្អូនត្រង់ណាអីកុំប្រកែប្រកាន់អីបងប្អូនដោយសារនេះជាវិធីធ្វើហូបបែបលក្ខណៈគ្រួសារតូចរបស់ខ្ញុំធ្វើល្មមមកហូបបានមកញ៉ាំបានវាមិនស្ងាញ់ដូចគេក្នុងហាងតែយើងអាចទទួលយកបានអញ្ចឹងណាបងប្អូនហើយនេះគឺការ៉ុតខ្ញុំហាន់រួចរាល់ហើយស្លឹកខ្ទឹមជាណាឥឡូវយើងធ្វើការដុំខ្ទឹមស2ដុំបងប្អូនដើម្បីយើងយកទៅបំពងវាទុករួយពីលើបបរខ្លះនិងយើងបំពងឆាជាមួយនឹងអង្ករខ្លះវិធីបបរបងប្អូនយកអង្ករទៅឆាសិនចាំបបរអានឹងបានឆ្ងាញ់បងប្អូនបើសិនជាយើងបបរអង្ករយើងអត់ឆាទេវារៀងរីកពីអត់សូវឆ្ងាញ់ទេបងប្អូនបើសិនជាបងប្អូនឆាហើយយកទៅធ្វើវាមានរសជាតិឈ្ងុយពីការយើងរំលីងឆាអង្ករហ្នឹងគឺថាឈ្ងុយមែនទែនឥឡូវខ្ទឹមរបស់ខ្ញុំនេះចាប់ផ្ដើមក្រហមហើយខ្ញុំធ្វើការដួសដាក់ចានបងប្អូនគឺយើងដួសដាក់ចានខ្លះយើងទុកក្នុងខ្ទះខ្លះដើម្បីឆាជាមួយអង្ករហើយយើងដួសវាយកខ្លះទុករួយពីលើបបរពេលបបរយើងស្អិនហើយបំពងឲ្យវាឡើងក្រហមដូចខ្ញុំអញ្ចឹងមិនឈ្ងុយទេបងប្អូនខ្ញុំជឿថាបងប្អូនមួយចំនួនវិធីបបរនេះបងប្អូនមួយចំនួនក៏គាត់ចេះហើយបងប្អូនមួយចំនួនទៀតក៏គាត់មិនចេះដែរគាត់ចង់ហូបអីគាត់ទិញតែគេគាត់អត់ចេះធ្វើអញ្ចឹងបងប្អូនអាចមើលវីដេអូរបស់ខ្ញុំនេះបានខ្ញុំបរៀនខ្ញុំមិនមែនបរៀនទេបងប្អូនខ្ញុំបង្ហាញតាំងពីដើមរហូតដល់ចប់ហើយខ្ញុំដាក់អីខ្លះខ្ញុំធ្វើមិនខ្លះគឺបងប្អូនអាចមើលមួយហើយយកទៅធ្វើតាមបានបងប្អូនវាអត់ពិបាកទេកាលពីខ្ញុំអត់ចេះក៏វារៀងពិបាកដែរតែយើងអាសាមើលគេអាសារៀនអាសាធ្វើទៅគឺចេះដូចគ្នាបងប្អូនហើយនេះគ្រឿងក្រៅរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងឥឡូវយើងធ្វើការកាត់បើគេជាហឺយើងជាចំណិតតូចសិនមកហើយនឹងហាន់ផ្សិតខ្មៅរបស់យើងកាត់ជាតូចអញ្ចឹងដូចក្នុងវីដេអូអញ្ចឹងមកបងប្អូនកុំដាក់ធំពេកដាក់មកល្មមមកគឺបានព្រោះផ្សិតរបស់យើងនេះពេលដែលយើងយកទៅបបរវាអាចនឹងរីកធំជាងហ្នឹងទៀតអញ្ចឹងយើងកាត់ទំហំប៉ុណ្ណឹងគឺបានហើយបងប្អូនឥឡូវនេះខ្ញុំធ្វើការឆាអង្ករចាប់ផ្ដើមឈ្ងុយឡើងឆ្អិនហើយខ្ញុំចាក់បកាយហឺនិងផ្សិតខ្មៅរបស់ខ្ញុំនឹងចូលឆាលាយជាមួយអង្ករពេលដែលយើងឆាស្អិនឡើងស្ងុយយើងទុកវាមួយឡែកសិនបងប្អូនហើយទឹកយើងមិនទាន់ពុះទេយើងឆាអង្ករយើងទុកសិនមកពេលដែលទឹកយើងពុះចាំយើងចាប់ផ្ដើមបងមាន់យើងស្ងោរមាន់យើងក្នុងឆ្នាំងបបរហ្នឹងមកដើម្បីឲ្យវាចេញជាតិពីសាច់មាន់មានទឹកឈ្ងុយឆ្ងាញ់អញ្ចឹងណាបងប្អូនឥឡូវពេលទឹកចាប់ផ្ដើមរពុះគឺខ្ញុំដាក់ដុំស៊ុបខ្នុរមកដុំហើយទឹកត្រីមកវែកហើយនឹងដាក់មាន់ចូលបងប្អូនមាន់ដាក់មួយចាហៀងយើងលៃវាទុកមួយចាហៀងទៀតឆាអំពិលទុំមួយងាយយើងដាក់ឈាមមាន់ចូលមកស្រស់មកល្មមមកស្អិនយើងស្រង់ឈាមមាន់យើងទុកហើយយើងហាន់វាចំណិតទុកបងក្នុងបបរហើយយើងគ្របមកសន្ទុះគឺវាពុះហើយបងប្អូនពេលដែលពុះយើងរំងាស់ឲ្យមាន់យើងឡើងផុយឡើងស្អិនសិនមកបងប្អូនឥឡូវខ្ញុំធ្វើការដួសឈាមទុកសិនពេលដែលមាន់ខ្ញុំចាប់ដើមរៀងស្អិនខ្ញុំធ្វើការចាក់អង្ករដែលខ្ញុំបានឆាជាមួយផ្សិតជាមួយបាកាចាហឺនឹងចូលវីដេអូនេះមួយស្បាស់បងប្អូនចង់ធ្វើហូបអាចមើលវីដេអូខ្ញុំនឹងហើយយកទៅធ្វើតាមបានណាបងប្អូនគឺរសជាតិឆ្ងាញ់មិនចាញ់គេធ្វើលក់ប្រហែលទេបងប្អូនហើយឥឡូវនេះមាន់ខ្ញុំអត់ទាន់ផុយទេតែវារៀងស្អិនហើយបងប្អូនហើយខ្ញុំធ្វើការចាក់ការ៉ុតចូលដោយសារអង្ករខ្ញុំក៏ចាប់ផ្ដើមរីកដែរចាក់បន្លែការ៉ុតចូលមកពេលនេះគ្រាប់អង្កររបស់ខ្ញុំចាប់ផ្ដើមរីកបដាផ្សិតក៏ចាប់ផ្ដើមស្អិនខ្លះដែរបងប្អូនយើងធ្វើមិនរំងាស់ឲ្យផ្សិតយើងឡើងផុយឆ្ងាញ់ដើម្បីយើងហូបទៅវាអត់ឈឺពោះហ៎បងប្អូនហើយពេលនេះសាច់មាន់របស់ខ្ញុំចាប់ផ្ដើមស្អិនហើយខ្ញុំធ្វើការស្រង់វាដាក់កធុនដើម្បីយកទៅបេះសាច់វាតូចទុកបងក្នុងបបរបងប្អូនសាច់មាន់កាលណាយើងបេះវាបងវាញ៉ាំញ៉បងប្អូនបើសិនជាស្លឹកជាតិបន្តិចដាក់ទាំងអស់គេឥឡូវនេះតើមើលដួសទាំងអស់គ្នាបងប្អូនគឺថាសិនហើយទ្រាំបានទេបងប្អូនគឺថាភ្លក់មុនកូនបដៃហើយថាឡើងពេញបាយហើយធ្វើមិនទ្រាំបានបងប្អូនយើងធ្វើការដួសមុនគេមកដាក់សណ្តែកកន្ទោសដាក់ក្រូចឆ្មាមួយចំណិតពីរចំណិតទៅដាក់ខ្ទឹមពងខ្លះលឹកខ្ទឹមហើយនឹងយើងមានសៀឆាម្ទេសឆាដោយសារខ្ញុំឆាទុកពីមុនមកពេលចង់ហូបគឺខ្ញុំអាចយកមកហូបបងប្អូនមិនបាច់ដាក់ធ្វើវិសាទេដោយសារឆាដាក់កន្លទុកញ៉ាំដោយសារខ្ញុំអាសបគ្រឿងហូបដែរឥឡូវនេះតើមើលខ្ញុំទាំងបបរគ្រឿងមិនខ្មែរបងប្អូនមកញ៉ាំជាមួយខ្ញុំ